បាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនថ្ងៃនេះយើងមានរបស់លេងថ្មីបងប្អូនទើបតែយកមកកដៅថ្មីឃើញថាCario ដង Cario ហើយយើងមានសំណុំដុំមានឈុតវាមានកណ្ដឹងមានផ្លែមានអីចឹងបងប្អូនមកឈុតវាបាទមកឈុតវាតែម្ដងហើយនេះគឺជាដុំវាជាមួយយើងunboxing ទាំងអស់គ្នាបងប្អូនដងវាក៏គួរសមដែរបើតាមអ្នកលក់គាត់ប្រាប់ថាគុណភាពវាល្អគួរសមមកប្រើគាត់ធានាឲ្យចឹងហើយ brand វា Ashino Cario បងប្អូន Ashino Cario ហើយប្រវែងវា1.8 ម៉ែត្រ 1.8 លែងវាបាទលែងវា 1.8 ហើយតើតើជាមួយទម្ងន់វាអាច80ទៅដល់100ក្រាមបងប្អូន80ក្រាមទៅដល់100ក្រាមតើតើការស្ទូចទម្ងន់ទ្រទម្ងន់វាអញ្ចឹងត្រីតែ100ក្រាមអីគឺវាធ្វើបានដងនេះសមត្ថភាពរបស់វាអញ្ចឹងគឺថាយើងបានឆែកមើលនៅកន្លែងគេលក់យើងបានឆែកមើលចឹងចាំមើល unboxing មកសារទៀតជូនបងប្អូនទស្សនាទាំងអស់គ្នាបាទតោះឥឡូវបងប្អូនមកទស្សនាទៅហើយយើងមានដងមានដុំហើយនឹងមាន accessory ផ្សេងហ្នឹងហើយអានេះប្រដាប់ត្បូងដោះត្រីមានសំណមានស៊ូលមានផ្លែបាទផ្លែមកប្រអប់បងប្អូនផ្លែមកប្រអប់ផ្លែលេខ12នេះលេងបានហើយត្រីទឹកសាបត្រីទឹកប្រៃអីចឹងបងប្អូនហើយយើងមានតំណខ្សែចឹងណាតំណខ្សែមួយថងដែរចឹងបងប្អូនយើងចងជាមួយខ្សែទៅយើងសម្រាប់តយើងហើយយើងដោះចេញវិញបានចឹងបងប្អូនហើយយើងមានបានផ្សេងទៀតaccessory វាមានរបស់ផ្សេងទៀតទេបងប្អូនបើអីខ្លះទេហើយអ្នកលេងបងប្អូនលេងដូចគ្នាបងប្អូនដឹងហើយខ្ញុំអ្នកលេងដៃថ្មីដែរបងប្អូនហើយនេះផ្លែស្ទូចមឹកគឺរូបបង្គាយ៉ាងបង្គាស៊ីមឹកបងបង្គាស៊ីមឹកហើយខ្ញុំទិញឈុតនេះគឺសម្រាប់យើងយកទៅលេងត្រីសមុទ្របងប្អូនយើងយកទៅលេងត្រីសមុទ្រយើងមិនសូវមានពេលទេចាកាសយើងទៅលេងត្រីសមុទ្រចឹងក៏ទិញឈុតថ្មីមកឈុតទៅហើយនេះដុំនេះឈុតដុំមកវាបងប្អូនឈុតដុំមកគេចឹងវាមានស្ពេចមាន model មានអីគេតាមទៅបងប្អូនមានតាមស្ពេចរបស់គេតាមទៅហើយមានច្រើនស្ពេចវាយើងមិនបានមើលអស់ទេបងប្អូនយើងមើលទូឥឡូវយើងចាប់ផ្ដើមបកមកបងប្អូនយើងយកដល់unbox មកហើយនេះគឺជាការផ្គុំរបស់ដុំគឺជាការផ្គុំរបស់ដុំចូលចឹងតែដុំនេះយើងផ្គុំហើយយើងគេលក់គេរៀបចំជូនយើងហើយអញ្ចឹងយើងទិញមកគឺវាបានចេះគឺយើងដោះតែដងបំបិលវាទេដងល្បីហើយខ្សែក៏មូលចូលដុំរួចហើយដែរគឺដោយសារយើងនៅរៀបចំវាអត់តទេយើងទិញយប់ហ្នឹងស្អែកយើងចេញទៅសមុទ្រហើយបងប្អូនខ្ញុំទៅលេងត្រីនៅកោះរងសន្លឹមបងប្អូនអញ្ចឹងទិញដុំនេះដុំលេខ7000 NX 7000បងប្អូនខ្ញុំតេស្តមើលវាគេថាវា smooth គួរសមវាអាចលេងបានអញ្ចឹងណាបងប្អូនហើយតម្លៃវាសមរម្យវាមិនថ្លៃណាទេដុំនេះមួយដូចជា$15ទេបងប្អូនមួយ$15ហើយជាមួយដងជាមួយឈុតហ្នឹងខ្ញុំទិញអស់មួយឈុតហ្នឹងដូចជា$25ហើយនេះគឺជា tool ដែលយើងត្រូវបន្ថែមមានកន្ត្រៃមានអីនេះបងនេះរបស់ខ្ញុំផ្ទាល់ទេខ្ញុំមានលក់អញ្ចឹងមានកន្ត្រៃមានផ្លែក្បិតមានអីចឹងទៅអានេះយើងដាក់បន្ថែមទៅកាត់នុយកាត់អីចឹងបងទៅកាត់នុយទៅកាត់ខ្សែទៅអីចឹងទៅហើយយើងទៅជាមួយដងយើងគឺបែបនេះបងប្អូនយើងដកដងមកគឺដងប្រភេទនេះបងប្អូនដងនេះគឺដងដកដោតទេបងប្អូនគាត់មិនមែនជាដងហូតទេដងផ្សេងខ្លះហូតកើតដងនេះយើង
យើងដង2តង់មួយតង់គឺប្រវែងហ្នឹងអញ្ចឹង2តង់គឺប្រវែងវា1ម៉ែត្រ8 1.80 ហើយនេះគឺជានំរបស់យើងគឺវា smooth បែបហ្នឹងបងប្អូនបើវា smooth អញ្ចឹងវាតែអេមគួរសមដែរវាល្មមលេងតម្លៃប៉ុណ្ណេះយើងដៃថ្មីយើងកុំតាន់ទៅលេងឈុតរាប់រយដុល្លារយើងលេងប៉ុណ្ណឹងបានហើយអញ្ចឹងខ្ញុំចាប់ចូលបងប្អូនខ្ញុំចាប់ចូលជាមួយដងហើយនឹងដុំគឺវាបែបនេះបងប្អូនឈុតវាសនំបែបនេះយើងរៀបមកគឺបែបហ្នឹងហើយដុំបញ្ជាក់បងប្អូនដុំបងប្អូនអាចលេងបានច្រើនហើយដងក៏យើងអាចរើសបានច្រើនដែរវាមិនមែនតែកំណត់ថាឈុតវាទេអញ្ចឹងយើងទៅទិញកន្លែងគេឲ្យគេ recommend មិញមកថាឥឡូវយើងចង់លេងវាម៉េចចង់បានដងវាម៉េចហើយតម្លៃវាម៉េចដុំហ្នឹងយកតម្លៃប៉ុណ្ណាអញ្ចឹងដុំធម្មតាយើងមានចាប់ពីដូចជា$10ឡើងមានហើយដុំហ្នឹងតែវាតាមប្រភេទល្អអន់ smooth ដុំដងលើលេងក្រោមអញ្ចឹងបងហើយបើវានេះបងប្អូនគឺវាស្មើនឹង3គីឡូជាងអញ្ចឹងគីឡូយើងវា60វា3គីឡូជាងបងប្អូនគឺវាល្មមលេងប៉ុណ្ណឹងបងប្អូនលេងត្រីទឹកសាបលេងត្រីទឹកប្រៃគឺយើងអាចលេងបានដងវាប៉ុណ្ណឹងបងប្អូនមកដល់វាគួរសមលេងដែរអញ្ចឹងហើយដងវាអីអាចយើងលេងបានហើយត្រីល្មមហើយយើងមិនទៅលេងត្រីធំត្រីអីណាទេដូចគេទេអ្នកជំនាញទេយើងដៃថ្មីអញ្ចឹងយើងលេងបានតែមកលេងមកសប្បាយកំដរអារម្មណ៍អញ្ចឹងណាហើយប្រើក៏វាមិនងាយទៅណាទេបើប៉ុកមកធន់វាប៉ុណ្ណេះរូបរាងវាប៉ុណ្ណេះយើងអាចប្រើបានហើយនេះយើងត្រៀមរៀបចំបងប្អូនហើយឥឡូវយើងចាប់ផ្ដើមចេញដំណើរបងប្អូនទៅលេងហើយបាទឡើងលើទូកលើយើងឡើងត្រៀមទៅលេងនៅកោះរងសន្លឹមបងប្អូនកោះរងសន្លឹមហើយនេះគឺទូកដែលយើងទៅលេងបងប្អូនទូកវាសំរុំណាស់ទូកមិនតូចមិនធំខនាតកណ្ដាលទូកនេះតាមជិះបានតាមគ្នា4-10នាក់5-10នាក់20នាក់អីមកបបទូកនេះយើងថតយើងឃើញតូចទេតែចូលទៅធំគួរសមជិះបានតែមួយខាង10នាក់ជិះបានទូកនេះមួយខាង10នាក់ហើយយើងលេងបានចិត្តកោះយើងមិនទៅលេងឯណាឆ្ងាយបងកោះយើងមើលនៅចុងកន្លែងយើងលេងត្រីមិនចាំឲ្យទៅលេងណាឆ្ងាយហើយនេះយើងបានលេងបងប្អូននេះយើងដល់កន្លែងលេងត្រីហើយគឺយើងចូលហើយបងប្អូនចូល2តែម្ដងបាទយើងដាក់ផ្លែ2គឺចូល2ដាក់ផ្លែ3ចូល3បងប្អូនប៉ះវងវាគឺអេមស្រែមែនតើអានេះការសមត្ថភាពយើងតេះដងតេះរបស់លេងថ្មីរបស់យើងទៅលេងនៅសមុទ្រគឺលទ្ធផលយើងពេញលេងមែនតើបងប្អូនគឺពេញចិត្តនៅអ្វីដែលយើងមានយើងលេងហ្នឹងបងប្អូនហើយនេះលទ្ធផលហើយបន្ទាប់ពីយើងស្ទូចត្រីមកក៏យើងលេងទឹកលេងអីមើលផ្កាថ្មមើលទឹកមើលផ្កាថ្មមើលអីផ្សេងចឹងបងប្អូនតាមដែលយើងចំណងចិត្តយើងអញ្ចឹងទៅហើយក៏វីដេអូយើងមានតែប៉ុណ្្នឹងបងប្អូនហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាមពីដើមរហូតដល់ចប់ហើយវីដេអូយើងក៏ដល់ទីបញ្ចប់ជូនបងប្អូនដំណើរកម្សាន្តចិត្តឆ្ងាយប្រកបដោយសុខភាពរបស់អ្នកគ្នាបាយបាយអរគុណ